សួស្តីបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ចែករំលែកអ្វីមួយសាមញ្ញតែមានន័យជ្រាលជ្រៅខ្លាំងមានថ្ងៃជាច្រើនដែលជីវិតយើងរវល់ជាមួយបញ្ហាបំណុលការព្រួយបារម្ភនិងសម្ពាធគ្រប់ទិសប៉ុន្តែថ្ងៃនេះជាថ្ងៃមួយដែលខ្ញុំគ្មានបញ្ហាធំអារម្មណ៍ស្ងប់ស្រួលចិត្តហើយគ្រប់យ៉ាងដំណើរការដោយរលូនខ្ញុំចាប់ផ្ដើមគិតថាពេលយើងគ្មានបញ្ហានោះមិនមែនជាពេលសម្រាប់ទុកពេលចោលទេប៉ុន្តែវាជាពេលល្អបំផុតសម្រាប់អភិវឌ្ឍខ្លួនពេលមានបញ្ហាយើងតែងតែសុំឲ្យវាឈប់កើតតែពេលវាឈប់កើតហើយយើងវិញមិនស្គាល់តម្លៃវាទេយើងយកពេលលេងទូរស័ព្ទមើលវីដេអូឥតប្រយោជន៍ឬគេងលើសម៉ោងប្រសិនបើអ្នកមានពេលល្អមួយសូមសួរខ្លួនឯងថាថ្ងៃនេះតើខ្ញុំអាចធ្វើអ្វីមួយដើម្បីធ្វើឲ្យខ្លួនឯងល្អជាងម្សិលមិញទេវាមិនចាំបាច់ធ្វើការងារធំទេអាចជាការអានសៀវភៅ10នាទីអាចជាការរៀនជំនាញថ្មីមួយឬអាចជាការរៀបចំផែនការជីវិតនិងហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ខ្ញុំយកពេលដ៏ល្អនេះសិក្សាពី YouTube ដើម្បីបង្កើនចំណូលបន្ថែមទៀតតែពេលខ្លះខ្ញុំក៏យកពេលនេះរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនខ្ញុំដែរកិច្ចការទាំងពីរនេះខ្ញុំចូលចិត្តជាងគេមិនចាំបាច់ទេត្រូវរងចាំឲ្យបញ្ហាកើតឡើងសិនហើយទើបគិតពីការកែប្រែជីវិតពេលគ្មានបញ្ហាគឺជាពេលដែលខួរក្បាលយើងស្រស់ថ្លាចិត្តយើងស្ងប់ហើយអាចសម្រេចចិត្តបានល្អបំផុតថ្ងៃនេះខ្ញុំសូមលើកទឹកចិត្តបងប្អូនទាំងអស់គ្នាប្រសិនបើថ្ងៃណាជីវិតអ្នកស្ងប់ស្ងាត់សូមកុំមើលរំលងវាសូមប្រើវាដើម្បីអភិវឌ្ឍខ្លួនឯងព្រោះអនាគតល្អមិនបានកើតឡើងដោយចៃដន្យទេវាត្រូវបានបង្កើតឡើងក្នុងថ្ងៃធម្មតាដូចថ្ងៃនេះសូមអរគុណសម្រាប់ការស្ដាប់សំឡេងនៃបទពិសោធន៍និងសូមឲ្យបងប្អូនទាំងអស់គ្នាមានថ្ងៃល្អៗជានិច្ច